នេះជាការប្រៀបធៀបប្រទេសឥណ្ឌាជាមួយប្រទេសប៉ាគីស្ថានឥណ្ឌាមានប្រជាជនលើសពី 1.4 លាននាក់ខណៈដែលប៉ាគីស្ថានមានប្រមាណ240លាននាក់ដោយធ្វើឲ្យឥណ្ឌានៅចំណាត់ថ្នាក់ទី1និងប៉ាគីស្ថាននៅចំណាត់ថ្នាក់ទី5ទៅតាមចំនួនប្រជាជនផ្ទៃដីរបស់ឥណ្ឌាប្រមាណ 1.27 លានម៉ែលការ៉េធ្វើឲ្យវាជាប្រទេសធំទី7ខណៈដែលប៉ាគីស្ថានមានត្រឹម 34,000 ម៉ែលការ៉េចំណាត់ថ្នាក់ទី33សេដ្ឋកិច្ចរបស់ឥណ្ឌាមានតម្លៃ 3.7 លានដុល្លារជាអេកូណូមីធំទី5ក្នុងពិភពលោកនិង GDP ក្នុងមនុស្សម្នាក់ $2,600 ដុល្លារខណៈដែលប៉ាគីស្ថានមានត្រឹម 370,000 លានដុល្លារនិង GDP ក្នុងមនុស្សម្នាក់ $1,600 ដុល្លារចំណាត់ថ្នាក់ទី42ប្រទេសទាំងពីរមានអាវុធនុយក្លេអ៊ែរដោយសេនាប្រមុខរបស់ឥណ្ឌាចំណាត់ថ្នាក់ទី4ខណៈសេនាប្រមុខប៉ាគីស្ថានចំណាត់ថ្នាក់ទី9